ពុកម្ដាយធ្វើម៉េចបានដឹងថាកូនយើងហ្នឹងនិយាយពីមិត្តភក្តិនិយាយពីគ្រូនិយាយពីសាលាថាគាត់កុហកឬក៏អត់ចឹងខ្ញុំប្រាប់វិធី4យ៉ាងដើម្បីដឹងថាកូនយើងកុហកឬក៏អត់អូខេទី1និយាយពីពាក្យសម្ដីយើងមើលទៅលើពាក្យសម្ដីរបស់គាត់សញ្ញានៃពាក្យសម្ដីរបស់គាត់អញ្ចឹងបើគាត់កុហកពាក្យគាត់ដូចអត់ consistent ទេម្ដងចេះម្ដងចុះម្ដងចេះម្ដងចុះហើយគាត់ពីច្រើនគាត់និយាយទៅខុសពីប្រក្រតីដូចស្កប់ព្រោះគាត់គិតតែគាត់និយាយអត់ដូចធម្មតាហើយជាមួយនឹងដែរគឺគាត់កែខ្លួនឯងរហូតទី2ដែលយើងដឹងថាគាត់កុហកគឺជាភ្នែកព្រោះភ្នែកជាបង្អួចទៅបេះដូងគាត់ហ៊ានមើលមុខយើងចំហើយគាត់ហ៊ានមើលភ្នែកយើងចំហើយបើលោកអ្នកសង្កេតមើលថែមតិចទៀតកាយវិការគាត់ខុសប្រក្រតីហ្មងគាត់ដូចមានអារម្មណ៍ដូចអត់សុខស្រួលទេអត់ comfort ទី3ចង់ដឹងថាគាត់កុហកអត់ទេមើលពីអារម្មណ៍របស់គាត់ពេលច្រើនលោកអ្នកដឹងហើយតែកុហកភ័យហើយងាយលាក់ចិត្តឯងគាត់វិញគាត់អត់ចេះលាក់ដូចមនុស្សចាស់ស្មែមនុស្សចាស់កុហកក៏បាក់លាក់ដែរចឹងយើងមើលទៅអារម្មណ៍គាត់ភ័យឬក៏ធ្វើធម្មតាប៉ុន្តែអាធម្មតាហ្នឹងដូចថារៀងដូចស្ងប់ហ្មងខុសពីធម្មតាឬក៏មើលគេទៅដូចអត់មានរឿងអីចឹងធ្វើបង្ើយតែពិតអាហ្នឹងក៏ខុសប្រក្រតីដែរហើយជាមួយនឹងចំណុចទី3នេះដែរគាត់ដូចថាប្រតិកម្មខុសធម្មតាពេលគាត់និយាយឲ្យយើងអត់ជឿទៀតហ៎គាត់ខំមកតែពិតអាហ្នឹងជាសញ្ញាមួយដែរហើយចំណុចទី4ចំណុចចុងក្រោយតែពិតមានចំណុចច្រើនទៀតតែខ្ញុំនិយាយតែ4ហ្នឹងណាចំណុចចុងក្រោយកាប់កិរិយាគាត់ប្លែកហ្មងមើលទៅប្លែកខុសពីមុនបើសិនជាគាត់ធ្វើកាប់កិរិយាប្លែកមានអីមួយខុសប្រក្រតីអញ្ចឹងលោកអ្នកចំណាំមើលទៅដឹងហើយខ្ញុំចង់ឲ្យលោកអ្នកដឹងបន្តិចថាអាការកុហកហ្នឹងវាមានមូលហេតុរបស់គេបានគេកុហកហ្នឹងពិសេសខ្ញុំនិយាយក្នុងបរិបទកុមារកុហកមានមូលហេតុច្រើនទី1គឺគេជៀសវាងការធ្វើម៉េចកុំឲ្យយើងដាក់ទណ្ឌកម្មគេហើយទី2គេកុហកដើម្បីចង់បានអីគេចង់បានហើយទី3ជួនកាលគាត់កុហកដើម្បីការពារអ្នកណាមួយហើយទី4គេកុហកដោយសារគេចង់ធ្វើតេស្តមើលតែពុកម្ដាយតែអ្នកនៅជុំវិញមួយរបស់គេទី5មូលហេតុដែលគេកុហកទី5គឺចង់បានចំណាប់អារម្មណ៍ពីមនុស្សចាស់អ្នកនៅជុំវិញពីគ្រូអញ្ចឹងទៅទី6ពីព្រោះគាត់ភ័យគាត់អត់កុហកទេគាត់មានអារម្មណ៍អត់សុវត្ថិភាពឬក៏គាត់ខ្លាចនេះខ្លាចនោះអញ្ចឹងណាអញ្ចឹងអានេះជាមូលហេតុសំខាន់នៃការកុហករបស់ក្មេងៗ